Xa đoកំបាំងដែលធ្វើឲ្យមានការយល់ច្រឡំនិងមានមនុស្សជាច្រើនយល់ខុសអស់ច្រើនសតវត្សកន្លងមកនេះគឺអ្នកដែលមានច្រើននឹងទទួលបានច្រើនហូរហៀឯអ្នកដែលមានតិចនឹងត្រូវរឹបអូសរបស់បន្តិចបន្តួចដែលមាននោះរហូតទាល់តែអស់ពេលអានសារនេះហើយអ្នកនឹងគិតថាមិនយុត្តិធម៌សោះព្រោះវាហាក់ដូចជាថាអ្នកមានកាន់តែមានឯអ្នកក្រកាន់តែក្រប៉ុន្តែនេះគឺជាប្រស្នាដ៏អាថ៌កំបាំងសម្រាប់ឲ្យអ្នកស្វែងរកពេលអ្នកជួបវានោះពិភពលោកថ្មីនឹងបើកកាន់តែទូលាយសម្រាប់អ្នកចម្លើយនៃអាថ៌កំបាំងដែលបានកប់មកយ៉ាងយូរជាច្រើនសតវត្សនេះត្រូវបានលាក់ទុកនៅក្នុងឃ្លាមួយនេះគឺការដឹងគុណពេលដែលសារដ៏អាថ៌កំបាំងមួយនេះត្រូវបានលាតត្រដាងខ្លឹមសារដែលស្រពេចស្រពិលនឹងបង្ហាញឲ្យឃើញយ៉ាងច្បាស់2000ឆ្នាំកន្លងមកហើយតាំងពីពាក្យទាំងនោះត្រូវគេកត់ត្រាទុកតែវានៅតែជាការពិតរហូតមកដល់សព្វថ្ងៃនេះបើអ្នកគ្មានពេលដឹងគុណទេអ្នកនឹងគ្មានថ្ងៃបានច្រើនឡើងឡើយសូម្បីតែអ្វីដែលអ្នកកំពុងតែមានហើយក៏នឹងអស់ទៅវិញដែរការដឹងគុណគឺជាការអនុវត្តតាមច្បាប់ចក្រវាឡដែលគ្រប់គ្រងជីវិតរបស់អ្នកទាំងមូលតាមច្បាប់នៃការស្រូបទាញដែលគ្រប់គ្រងធម្មពលទាំងអស់នៅក្នុងចក្រវាឡចាប់តាំងពីការកកើតរបស់អាតូមរហូតដល់ការធ្វើចលនារបស់ផ្កាយព្រះគ្រូនោះគឺវត្ថុដូចគ្នានឹងស្រូបទាញវត្ថុដែលដូចគ្នាតាមច្បាប់នៃការស្រូបទាញកោសិកានៃភាវៈមានជីវិតគ្រប់ប្រភេទនឹងតោងជាប់គ្នាដោយវត្ថុគ្រប់ប្រភេទដែរក្នុងជីវិតរបស់អ្នកច្បាប់អនុវត្តទៅតាមគំនិតនិងអារម្មណ៍របស់អ្នកពីព្រោះវាគឺជាធម្មពលដូច្នេះមិនថាអ្នកគិតអ្វីឬមានអារម្មណ៍យ៉ាងណាទេវានឹងស្រូបទាញមករកខ្លួនអ្នកការដឹងគុណរបស់អ្នកគឺជាមេដៃអ្នកកាន់តែដឹងគុណច្រើនប៉ុណ្ណាអ្នកកាន់តែស្រូបទាញភាពសម្បូរបែបច្រើនប៉ុណ្ណោះដែរនេះគឺជាច្បាប់ចក្រវាឡអ្នកប្រហែលធ្លាប់ឮគេនិយាយថាអ្នកធ្វើរឿងអ្វីអ្នកនឹងទទួលបានរឿងនោះអ្នកដាំគ្រាប់ពូជអ្វីអ្នកនឹងទទួលបានផលនោះបើអ្នកឲ្យអ្វីទៅអ្នកនឹងបានអ្វីនោះត្រឡប់មកវិញសម្ដីទាំងនេះគឺអធិប្បាយពីច្បាប់នេះដូចគ្នាហើយវាក៏អធិប្បាយពីគោលការណ៍ចក្រវាឡដែរអៃហ្សាក់ ញូតុនអ្នកវិទ្យាសាស្ត្រដ៏ឆ្នើមក៏បានរកឃើញផងដែរការរកឃើញខាងវិទ្យាសាស្ត្ររបស់ញូតុនរួមទាំងច្បាប់គ្រឹះនៃចលនាក្នុងចក្រវាឡមានមួយក្នុងចំណោមនោះនិយាយថាគ្រប់កម្លាំងនៃអំពើតែមានកម្លាំងប្រតិកម្មបញ្ច្រាស់មកវិញស្មើគ្នាពេលអ្នកអនុវត្តគោលការណ៍នៃការដឹងគុណជាមួយច្បាប់ញូតុនយើងអាចនិយាយបានថាគ្រប់កម្លាំងអំពើនៃការផ្ដល់ឲ្យតែងតែនាំឲ្យកើតកម្លាំងប្រតិកម្មនៃការទទួលមកវិញស្មើគ្នាជានិច្ចដែលនៅក្នុងទិសដៅផ្ទុយគ្នាជានិច្ចហើយអ្វីដែលអ្នកទទួលតែងស្មើគ្នានឹងបរិមាណនៃការដឹងគុណដែលអ្នកផ្ដល់ឲ្យមានន័យថាកម្លាំងអំពើនៃការដឹងគុណនាំឲ្យកើតកម្លាំងប្រតិកម្មនៃការទទួលហើយអ្នកកាន់តែដឹងគុណដោយសុទ្ធចិត្តនិងជ្រាលជ្រៅប៉ុណ្ណាអ្នកក៏នឹងទទួលបានកាន់តែច្រើនប៉ុណ្ណោះដែរត្រឡប់ទៅរាប់ពាន់ឆ្នាំនៃយុគៈដែលចាប់ផ្ដើមមានកំណត់ត្រាដំបូងរបស់មនុស្សធម្មពលនៃការដឹងគុណត្រូវបានគេបង្រៀននិងអនុវត្តមកហើយចាប់តាំងពីពេលនោះមកក៏ទទួលបានការបន្តផ្ទេររហូតមកជាច្រើនសតវត្សធ្វើដំណើរឆ្លងកាត់ទ្វីបជាច្រើនជ្រៀតចូលទៅគ្រប់វប្បធម៌និងអរិយធម៌ពីមួយជំនាន់ទៅមួយជំនាន់សាសនាសំខាន់សុទ្ធតែនិយាយថាការដឹងគុណគឺជារឿងសំខាន់ខ្លាំងណាស់ព្រះមហាម៉ាត់ត្រាស់ថាការដឹងគុណចំពោះភាពសម្បូរបែបដែលអ្នកបានទទួលគឺជាការធានាថាភាពសម្បូរបែបនោះគង់វង្សតទៅទៀតបានឡាយជឿនិយាយថាបើអ្នករីករាយនឹងដំណើររឿងទាំងឡាយពិភពលោកទាំងមូលនឹងជារបស់អ្នកបុគ្គលល្បីឈ្មោះជាច្រើននៅក្នុងប្រវត្តិសាស្ត្រដែលអនុវត្តការដឹងគុណពួកគេបានទទួលជោគជ័យរហូតមានប្រទេសជាច្រើនលើកដំកើងពួកគេរហូតក្លាយជាបុគ្គលឆ្នើមមានដូចជាដូនជីតេរេសា Martin Luther King Jr. មហាត្មហ្គានធី Dalai Lama ផ្លាតុង Shakespeare Lincoln Newton Einstein និងបុគ្គលល្បីៗជាច្រើនទៀតពេលអ្នកក្រោកឡើងនាពេលព្រឹកចូលអរគុណពន្លឺព្រះអាទិត្យដើម្បីជីវិតនិងកម្លាំងរបស់អ្នក
ចូលអរគុណអាហារដែលអ្នកបរិភោគនិងភាពរីករាយនៃជីវិតបើអ្នកមិនឃើញពីហេតុផលនៃការដឹងគុណទេភ័យវិបត្តិនឹងកើតមានឡើងដល់អ្នកការរកឃើញខាងផ្នែកវិទ្យាសាស្ត្ររបស់អានស្តាញបានផ្លាស់ប្ដូរវិធីដែលយើងមើលចក្រវាឡហើយគាត់តែងតែអរគុណអ្នកដទៃនៅពេលមានគេសួរពីភាពជោគជ័យដ៏ធំធេងរបស់គាត់បុគ្គលដែលឆ្លាតបំផុតក្នុងលោកនឹងនិយាយអរគុណអ្នកដទៃច្រើនជាង100ដងក្នុងមួយថ្ងៃចំពោះការងារដែលពួកគេបានធ្វើតើវាអស្ចារ្យដែរទេដែលអាកំបាំងជាច្រើននៃជីវិតត្រូវបានលាតត្រដាងឲ្យ Albert Einstein បានដឹងតើវាអស្ចារ្យឬទេដែល Albert Einstein បានរកឃើញផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រគាត់បានអនុវត្តការដឹងគុណរាល់ថ្ងៃក្នុងជីវិតហើយគាត់ក៏ទទួលមកវិញនូវភាពសម្បូរបែបក្នុងទម្រង់ផ្សេងគ្នាពេល Isaac Newton ត្រូវគេសួរថាតើគេជោគជ័យក្នុងការរកឃើញផ្នែកវិទ្យាសាស្ត្រយ៉ាងដូចម្តេចគេឆ្លើយថាគេបានជន់ស្មារតីជាច្រើន Isaac Newton ដែលការថ្មីនេះបានទទួលការជ្រើសរើសជាអ្នកឧទ្ទិសខ្លួនដើម្បីវិទ្យាសាស្ត្រនិងដើម្បីមនុស្សជាតិដ៏អស្ចារ្យបំផុតហើយគេដឹងគុណបុរសស្ត្រីដែលមានជីវិតមុនគេជាខ្លាំងអ្នកវិទ្យាសាស្ត្រទស្សនវិទូអ្នកច្នៃប្រឌិតអ្នកស្រាវជ្រាវនិងព្យាការីដែលអនុវត្តដោយការដឹងគុណសុទ្ធតែទទួលបានផលតបស្នងហើយភាគច្រើនសុទ្ធតែមានចំណេះដឹងតាក់ទងនឹងធម៌ពលនៃការដឹងគុណប៉ុន្តែសពថ្ងៃនេះមនុស្សភាគច្រើននៅតែមិនដឹងពីធម៌ពលនៃការដឹងគុណដូច្នេះដើម្បីជួបនឹងភាពស័ក្តិសិទ្ធិនៃការដឹងគុណក្នុងជីវិតរបស់អ្នកត្រូវតែអនុវត្តរឿងរ៉ាវរបស់ខ្ញុំជាឧទាហរណ៍ដ៏ល្អអំពីជីវិតមនុស្សមិនដឹងគុណហើយតើមានអ្វីកើតឡើងពេលអ្នកធ្វើឲ្យការដឹងគុណជាផ្នែកមួយនៃជីវិតរបស់អ្នកបើមានគេសួរខ្ញុំកាលពី6ឆ្នាំមុនថាតើអ្នកជាមនុស្សដឹងគុណឬទេខ្ញុំប្រហែលឆ្លើយថាមែនហើយខ្ញុំជាមនុស្សដឹងគុណខ្ញុំតែងអរគុណពេលមានគេឲ្យអំណោយខ្ញុំពេលមានគេបើកទ្វារឲ្យខ្ញុំពេលមានគេធ្វើអ្វីមួយឲ្យខ្ញុំតាមពិតខ្ញុំមិនមែនជាមនុស្សដឹងគុណអ្វីនោះទេហើយក៏មិនដឹងថាវាមានន័យដូចម្តេចដែរខ្ញុំគ្រាន់តែនិយាយពីអរគុណក្នុងឱកាសពិសេសខ្លះប៉ុណ្ណោះដូច្នេះវាមិនបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សដឹងគុណអ្វីឡើយជីវិតដែលប្រឆាចការដឹងគុណគឺជាវិញ្ញាសាមួយខ្ញុំចំពាក់បំណុលគេហើយវាចេះតែកើនឡើងជារៀងរាល់ខែខ្ញុំខំធ្វើការជាខ្លាំងតែវាមិនបានជួយដោះស្រាយបញ្ហារឿងលុយកាក់អ្វីឡើយខ្ញុំទ្រាំរស់ក្នុងរូបភាពតានតឹងជាបន្តបន្ទាប់ហើយព្យាយាមគេចឲ្យផុតពីបំណុលនិងចំណងផ្សេងបែរទៅទំនាក់ទំនងវិញចំពោះខ្ញុំប្រែពីស្រស់បំប្រងទៅជាក្រៀមស្រពោនព្រោះខ្ញុំគ្មានពេលវេលាសម្រាប់អ្នកដទៃបើនិយាយពីសុខភាពខ្ញុំមានអារម្មណ៍ហត់នឿយជាខ្លាំងនៅរាល់ពេលល្ងាចមានអាការៈផ្ដាសាយនិងមានជំងឺថ្មីនៅពេលរដូវកាលផ្លាស់ប្ដូរសេចក្តីសុខកើតមានលុះត្រាតែខ្ញុំបានចេញទៅដើរលេងខាងក្រៅជាមួយមិត្តភ័ក្តិឬមានវិសមកាលតែបន្ទាប់មកការខំធ្វើការធ្ងន់ដើម្បីសងជំនួសភាពរីករាយទាំងនោះវិញនឹងហក់ចូលមកគ្របដណ្ដប់ខ្ញុំជាថ្មីម្ដងទៀតខ្ញុំពុំមែនមានជីវិតរស់នៅទេគឺខំត្រដររស់ពីមួយថ្ងៃទៅមួយថ្ងៃចំណាយមួយហើយមួយទៀតហើយបើខ្ញុំមិនប្រញាប់ដោះស្រាយបញ្ហាណាមួយឲ្យបានឆាប់រហ័សទេបញ្ហាថ្មីនឹងកើតឡើងមកផ្ទួនរាប់មិនអស់បន្ទាប់មកមានរឿងមួយកើតឡើងហើយវាក៏បដូរគ្រប់យ៉ាងក្នុងជីវិតខ្ញុំចាប់តាំងពីពេលនោះខ្ញុំបានរកឃើញអាកំបាំងមួយតាក់ទងនឹងជីវិតហើយនេះគឺជាលទ្ធផលនៃការរកឃើញនោះរឿងមួយដែលខ្ញុំចាប់ផ្ដើមធ្វើគឺអនុវត្តដោយការដឹងគុណជារៀងរាល់ថ្ងៃជាលទ្ធផលអ្វីគ្រប់យ៉ាងក្នុងជីវិតក៏បានផ្លាស់ប្ដូរខ្ញុំកាន់តែអនុវត្តការដឹងគុណខ្លាំងប៉ុណ្ណាលទ្ធផលទទួលបានក៏អស្ចារ្យទៅតាមនោះដែរជីវិតរបស់ខ្ញុំក្លាយជារឿងមហោស្ចារ្យពិតមែនជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំគឺខ្ញុំលែងជំពាក់បំណុលគេទៀតហើយមួយរយៈដ៏ខ្លីក្រោយមកខ្ញុំក៏មានប្រាក់ច្រើនល្មមនឹងធ្វើអ្វីដែលខ្លួនចង់ធ្វើបញ្ហាដែលកើតឡើងចំពោះទំនាក់ទំនងការងារនិងសុខភាពក៏បាត់អស់ហើយជំនួសឲ្យការប្រឈមនឹងឧបសគ្គប្រចាំថ្ងៃខ្ញុំបែរជាទទួលបានតែរឿងល្អៗពីមួយទៅមួយ
សុខភាពនិងកម្លាំងពលំក៏ល្អនិងមានអារម្មណ៍ល្អជាងពេលអាយុ20ឆ្នាំទៅទៀតទំនាក់ទំនងរបស់ខ្ញុំកាន់តែមានន័យហើយខ្ញុំមានពេលវេលារីករាយជាមួយគ្រួសារនិងមិត្តភ័ក្តិកាន់តែច្រើនក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះដែលមានច្រើនជាងពេលធ្លាប់មានកាលពីឆ្នាំកន្លងមកលើសពីនេះខ្ញុំមានអារម្មណ៍សប្បាយលើសពីអ្វីដែលធ្លាប់គិតទៅទៀតវាពិតជាសប្បាយបំផុតតាមដែលធ្លាប់មានការដឹងគុណបានផ្លាស់ប្ដូររូបខ្ញុំទាំងមូលយ៉ាងមហស្ចារ្យមិនថាអ្នកជានរណានៅទីណាឬស្ថានភាពបច្ចុប្បន្នយ៉ាងម៉េចទេភាពស័ក្តិសិទ្ធិនៃការដឹងគុណនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងមូលខ្ញុំទទួលបានសម្បត្តិពីមនុស្សរាប់ពាន់នាក់ដែលស្ថិតក្នុងស្ថានភាពដ៏អាក្រក់និងគិតមិនដល់ហើយពួកគេបានផ្លាស់ប្ដូរជីវិតទាំងស្រុងដោយការអនុវត្តការដឹងគុណខ្ញុំធ្លាប់ឃើញភាពស័ក្តិសិទ្ធិកើតឡើងដល់សុខភាពទាំងដែលការដើមឡើយគ្មានសង្ឃឹមតតែសោះខ្ញុំធ្លាប់ឃើញជីវិតអាពាហ៍ពិពាហ៍និងទំនាក់ទំនងដែលបែកបាក់ប្រែក្លាយមកជាទំនាក់ទំនងដ៏សែនវិសេសខ្ញុំធ្លាប់ឃើញមនុស្សដែលក្រីក្របំផុតខ្លាចមកជាអ្នកមាននិងធ្លាប់ឃើញមនុស្សដែលបាក់ទឹកចិត្តអស់សង្ឃឹមខ្លាយមកជាមនុស្សដែលមានជីវិតរីករាយស្របតាមប្រាថ្នាមកជាច្រើនការដឹងគុណអាចផ្លាស់ប្ដូរសម្ព័ន្ធភាពរបស់អ្នកទៅរកសម្ព័ន្ធភាពដ៏ល្អមានន័យនិងរីករាយយ៉ាងមហស្ចារ្យដោយមិនសំខាន់ថាបច្ចុប្បន្នកំពុងស្ថិតក្នុងសភាពបែបណាទេការដឹងគុណជួយឲ្យអ្នកកាន់តែមានបានយ៉ាងមហស្ចារ្យដើម្បីឲ្យអ្នកមានប្រាក់ធ្វើអ្វីដែលអ្នកចង់ធ្វើជួយឲ្យសុខភាពរបស់អ្នកល្អប្រសើរឡើងនិងនាំមកនូវសេចក្តីសុខដែលអ្នកពុំធ្លាប់មានពីមុនមកការដឹងគុណនិងស្ដែងភាពស័ក្តិសិទ្ធិរបស់វាធ្វើឲ្យអ្នករីកចម្រើនក្នុងអាជីពការងារបង្កើនភាពជោគជ័យនិងធ្វើឲ្យក្តីស្រមៃនឹងអ្វីដែលអ្នកប្រាថ្នាក្លាយជាការពិតតាមពិតមិនថាអ្នកចង់ក្លាយជាអ្វីចង់ធ្វើអ្វីឬចង់មានអ្វីនោះទេការដឹងគុណគឺជាមធ្យោបាយតែមួយគត់ដែលធ្វើឲ្យអ្នកទទួលបានវាថាមពលអស្ចារ្យនៃការដឹងគុណនឹងផ្លាស់ប្ដូរជីវិតអ្នកឲ្យភ្លឺចិញ្ចែកចិញ្ចាចដូចមាសពេលអ្នកអនុវត្តការដឹងគុណអ្នកនឹងយល់បញ្ហាដែលកើតឡើងក្នុងជីវិតអ្នកនិងរឿងច្រើនទៀតដែលអ្នកគួរតែបានតែបែរជារបួសទៅវិញពេលអ្នកអនុវត្តដោយការដឹងគុណអ្នកនឹងភ្ញាក់រាល់ព្រឹកដោយក្តីរំភើបក្នុងការមានជីវិតរស់នៅអ្នកនឹងឃើញថាអ្នកស្រឡាញ់ជីវិតខ្លាំងណាស់អ្វីគ្រប់យ៉ាងហាក់ដូចជាបានមកដោយងាយទាំងមិនបាច់ប្រឹងមានអារម្មណ៍ធូរស្រាលដោយរោមបក្សីនិងមានក្តីសុខជាងមុននៅពេលមានអ្វីចោទឡើងក្នុងជីវិតអ្នកនឹងដឹងភ្លាមថាតើយកឈ្នះវាយ៉ាងដូចម្តេចហើយរៀនសូត្រពីរឿងដែលកើតឡើងនោះជារៀងរាល់ថ្ងៃគឺរឿងមហស្ចារ្យជារៀងរាល់ថ្ងៃនឹងកាន់តែមហស្ចារ្យអ្នកអាចប្រាប់ពេលនេះបានទេថាតើអ្នកបានអនុវត្តដោយការដឹងគុណក្នុងជីវិតច្រើនប៉ុណ្ណាចូលសម្លឹងមើលរឿងសំខាន់ក្នុងជីវិតបញ្ហាប្រាក់សុខភាពសេចក្តីសុខអាជីពការងារផ្ទះសម្បែងនិងសម្ព័ន្ធភាពជីវិតដែលសម្បូរបែបនិងអស្ចារ្យគឺការអនុវត្តការដឹងគុណហើយទទួលបានការតបស្នងយ៉ាងមហស្ចារ្យចំណែកជីវិតដែលមិនទាន់សម្បូរបែបនិងអស្ចារ្យក៏ព្រោះតែខ្វះការដឹងគុណនោះឯងលទ្ធផលនៃការរមិលគុណគឺបើយើងមិនដឹងគុណប្រៀបដូចយើងកំពុងស្មានថារបស់ផ្សេងរត់មករកយើងដោយខ្លួនឯងការគិតស្មានបែបនេះមានន័យថាយើងកំពុងតែចម្រាញ់យកអ្វីមួយចេញពីខ្លួនឯងទាំងមិនដឹងខ្លួនច្បាប់នៃការស្រូបទាញពោលថាវត្ថុដែលដូចគ្នានឹងមានកម្លាំងស្រូបទាញចូលមករកគ្នាដូច្នេះបើយើងគិតស្មានថារបស់ផ្សេងត្រូវស្រូបទាញចូលមកដោយខ្លួនឯងយើងក៏ត្រូវរងការស្រូបទាញត្រឡប់ទៅវិញជាផលតបស្នងចូលចងចាំថាអ្នកដែលមិនចេះដឹងគុណទោះជាគេមានអ្វីក៏ដោយក៏នឹងត្រូវស្រូបទាញទៅវិញដោយជាមិនផុតឡើយពិតណាស់ថាអ្នកធ្លាប់ដឹងគុណអ្វីជាច្រើនមកហើយនៅក្នុងជីវិតតែដើម្បីជួបភាពស័ក្តិសិទ្ធិនិងដើម្បីឲ្យកាត់ការផ្លាស់ប្ដូរយ៉ាងពេញទីដល់ស្ថានភាពបច្ចុប្បន្នរបស់អ្នកត្រូវតែដឹងគុណហើយធ្វើឲ្យវាក្លាយជាមាគ៌ាថ្មីក្នុងការដឹកនាំជីវិតរបស់អ្នកចំណេះដឹងគឺជាកំណប់ទ្រព្យតែការអនុវត្តគឺជាកូនសោឆ្ពោះទៅរកកំណប់ទ្រព្យនោះនៅក្នុងរឿងព្រេងនិងរឿងនិទាននិយាយថាដើម្បីនាំភាពស័ក្តិសិទ្ធិមកឲ្យអ្នកណាម្នាក់ជាដំបូងអ្នកត្រូវនិយាយពាក្យស័ក្តិសិទ្ធិ
ហើយដើម្បីទាញភាពស័ក្តិសិទ្ធិពីការដឹងគុណជាដំបូងអ្នកត្រូវនិយាយពាក្យស័ក្តិសិទ្ធិថាអរគុណខ្ញុំមិនអាចប្រាប់បានទេថាពាក្យអរគុណសំខាន់យ៉ាងណាចំពោះជីវិតអ្នកដើម្បីរស់នៅដោយការរលឹកដឹងគុណដើម្បីជួបភាពស័ក្តិសិទ្ធិក្នុងជីវិតអរគុណគឺជាពាក្យតែពីរម៉ាត់គត់ដែលអ្នកត្រូវនិយាយយ៉ាងតាំងចិត្តនិងប្រើអារម្មណ៍ជ្រាលជ្រៅជាងពាក្យណាទាំងអស់ពាក្យពីរម៉ាត់នេះត្រូវតែក្លាយជាអត្តសញ្ញាណរបស់អ្នកអរគុណគឺជាស្ពានសម្រាប់ឲ្យអ្នកឆ្លងពីចំណុចដែលអ្នកកំពុងនៅនាពេលនេះឆ្ពោះទៅរកជីវិតក្នុងក្តីសុបិនរូបមន្តនៃភាពស័ក្តិសិទ្ធិគឺ1គិតនិងនិយាយពាក្យស័ក្តិសិទ្ធិយ៉ាងតាំងចិត្តថាអរគុណ2អ្នកគិតនិងនិយាយពាក្យស័ក្តិសិទ្ធិអរគុណយ៉ាងតាំងចិត្តច្រើនប៉ុណ្ណាអ្នកនឹងកាន់តែមានអារម្មណ៍ដឹងគុណច្រើនឡើងតាមនោះដែរ3អ្នកកាន់តែគិតនិងដឹងគុណច្រើនប៉ុណ្ណាអ្នកក៏កាន់តែមានសេចក្តីសុខច្រើនទៅតាមនោះដែរការដឹងគុណគឺជាអារម្មណ៍ដូច្នេះគោលដៅខ្ពស់បំផុតនៃការអនុវត្តដោយការដឹងគុណគឺការប្រើអារម្មណ៍យ៉ាងតាំងចិត្តឲ្យច្រើនតាមដែលអាចធ្វើបានព្រោះវាជាកម្លាំងជួយពន្លឿនភាពស័ក្តិសិទ្ធិក្នុងជីវិតរបស់អ្នកច្បាប់ញូតនគឺ1 ស្មើ 1អ្នកឲ្យអ្វីអ្នកនឹងទទួលបានរបស់នោះមកវិញស្មើគ្នាមានន័យថាបើអ្នកបង្កើតអារម្មណ៍ដឹងគុណកាន់តែខ្លាំងជីវិតរបស់អ្នកនឹងពង្រីកស្មើនឹងអារម្មណ៍នោះដែរអារម្មណ៍កាន់តែខ្លាំងប៉ុណ្ណាការដឹងគុណកាន់តែជ្រាលជ្រៅប៉ុណ្ណាជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរកាន់តែលឿនតាមនោះដែរពេលរកឃើញថាការអនុវត្តដ៏តិចតួចមានភាពងាយស្រួលក្នុងការរួមបញ្ចូលការដឹងគុណទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកនោះអ្នកនឹងរកឃើញលទ្ធផលនៃភាពស័ក្តិសិទ្ធិដែលកើតឡើងដល់ខ្លួនអ្នកហើយអ្នកនឹងគ្មានថ្ងៃចង់ត្រឡប់ទៅរកជីវិតដូចមុនទៀតឡើយបើអ្នកអនុវត្តដោយការដឹងគុណតិចជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរតិចដែរបើអនុវត្តច្រើនរាល់ថ្ងៃជីវិតក៏នឹងផ្លាស់ប្ដូរយ៉ាងអស្ចារ្យដោយវិធីងាយៗដែលអ្នកស្ទើរតែនឹកស្មានមិនដល់នៅពេលសម្ដែងការដឹងគុណយើងមិនត្រូវភ្លេចថាការដឹងគុណដ៏ខ្ពស់បំផុតមិនមែនគ្រាន់តែនិយាយពាក្យចេញមកនោះទេតែត្រូវស៊ីចង្វាក់គ្នានឹងជីវិតប្រចាំថ្ងៃផងដែរមេរៀននេះមានគោលប្រតិបត្តិស័ក្តិសិទ្ធិចំនួន28ដែលត្រូវបានរចនាឡើងមកជាពិសេសដើម្បីឲ្យអ្នករៀនចេះពីវិធីប្រើធម្មពលស័ក្តិសិទ្ធិនៃការដឹងគុណចំពោះសុខភាពលុយកាក់ការងារនិងសម្ព័ន្ធភាពរបស់អ្នកនិងដើម្បីឲ្យក្តីប្រាថ្នាដ៏តូចនិងសុបិនដ៏អស្ចារ្យរបស់អ្នកក្លាយជាការពិតអ្នកនឹងរៀនបានពីវិធីអនុវត្តដោយការដឹងគុណដើម្បីចាត់ការបញ្ហានិងផ្លាស់ប្ដូរស្ថានភាពអវិជ្ជមានណាមួយផងដែរអ្នកនឹងចាប់អារម្មណ៍ពេលបានដឹងអំពីចំណេះដឹងអំពីការផ្លាស់ប្ដូរជីវិតនេះតែបើមិននាំយកអ្វីដែលបានដឹងនេះទៅអនុវត្តទេចំណេះដឹងទាំងនេះនឹងរត់ចូលកន្លែងដើមវិញហើយឱកាសល្អៗដែលនឹងស្រូបទាញមកផ្លាស់ប្ដូរជីវិតរបស់អ្នកដ៏ងាយស្រួលក៏នឹងរលាយបាត់អស់ដែរដើម្បីឲ្យជឿជាក់ថារឿងទាំងនេះនឹងមិនកើតឡើងអ្នកចាំបាច់ត្រូវអនុវត្តដោយការដឹងគុណឲ្យជាប់រហូត28ថ្ងៃដើម្បីឲ្យកោសិកានិងចិត្តក្រោមលំនឹករបស់អ្នកជោគជាំទៅដោយរឿងនេះទើបអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានជារៀងរហូតគោលប្រតិបត្តិនេះត្រូវបានរចនាមកយ៉ាងសម្បូរបែបជាបន្តបន្ទាប់រហូតដល់28ថ្ងៃដើម្បីឲ្យការដឹងគុណរបស់អ្នកក្លាយជាទម្លាប់និងជាវិថីថ្មីនៃជីវិតការអនុវត្តដោយការដឹងគុណជាបន្តបន្ទាប់ច្រើនថ្ងៃយ៉ាងតាំងចិត្តសូមធានាថាអ្នកនឹងឃើញភាពស័ក្តិសិទ្ធិចូលមកក្នុងជីវិតរបស់អ្នកយ៉ាងឆាប់រហ័ស12គោលប្រតិបត្តិដំបូងប្រើធម្មពលស័ក្តិសិទ្ធិនៃការដឹងគុណសម្រាប់អ្វីដែលអ្នកកំពុងតែមានក្នុងពេលនេះនិងសម្រាប់អ្វីដែលអ្នកទទួលបានកាលពីអតីតកាលព្រោះប្រសិនបើអ្នកមិនដឹងគុណចំពោះអ្វីដែលអ្នកមាននិងអ្វីដែលអ្នកទទួលមកហើយទៅនោះភាពស័ក្តិសិទ្ធិនឹងមិនធ្វើការទេហើយអ្នកក៏នឹងមិនទទួលបានអ្វីលើសពីនេះទៀតដែរគោលប្រតិបត្តិ12ដំបូងនេះនឹងជួយឲ្យភាពស័ក្តិសិទ្ធិនៃការដឹងគុណចាប់ផ្ដើមធ្វើការបានភ្លាមទាន់ពេលវេលា10គោលប្រតិបត្តិបន្ទាប់គឺប្រើធម្មពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីក្តីប្រាថ្នារបស់អ្នកសុបិនរបស់អ្នកនឹងគ្រប់យ៉ាងដែលអ្នកចង់បានតាមរយៈគោលប្រតិបត្តិទាំង10នេះវានឹងធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិតហើយអ្នកក៏នឹងឃើញបរិយាកាសក្នុងជីវិតអ្នកផ្លាស់ប្ដូរយ៉ាងអស្ចារ្យ6
មួយគោលប្រតិបត្តិចុងក្រោយនឹងនាំអ្នកទៅរកគំនិតថ្មីទាំងស្រុងជាទីដែលអ្នកជ្រួតជ្រាបដោយការដឹងគុណគ្រប់កោសិកានៃរាងកាយនិងចិត្តគំនិតអ្នកនឹងរៀនចេះពីវិធីប្រើធម៌ពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីជួយអ្នកដទៃកម្ចាត់បញ្ហានិងដោះស្រាយស្ថានភាពផ្សេងៗឬសភាពការអវិជ្ជមានដែលអ្នកត្រូវប្រឈមពេញមួយជីវិតអ្នកមិនចាំបាច់ខ្វល់នឹងប្រតិទិនជីវិតរបស់អ្នកទេព្រោះគោលប្រតិបត្តិនីមួយៗត្រូវបង្កើតឡើងជាពិសេសដើម្បីសមស្របនឹងជីវិតប្រចាំថ្ងៃរបស់អ្នកហើយមិនថាថ្ងៃធ្វើការថ្ងៃចុងសប្តាហ៍ឬថ្ងៃបុណ្យឬថ្ងៃឈប់សម្រាកអ្វីអ្នកអាចយកការដឹងគុណចាប់ខ្លួនបានយកតាមទៅគ្រប់ទីកន្លែងដែលអ្នកទៅមិនថាអ្នកនៅទីណាភាពស័ក្តិសិទ្ធិនឹងកើតឡើងនៅទីនោះភ្លាមប្រសិនអ្នកខកខានមួយថ្ងៃអ្នកនឹងបាត់បង់អ្វីៗទាំងអស់ដែលធ្លាប់ធ្វើកន្លងមកប្រសិនអ្នកខកខានមួយថ្ងៃពិតមែនដើម្បីឲ្យប្រកាសចិត្តថាអ្នកមិនបានកាត់បន្ថយភាពស័ក្តិសិទ្ធិរបស់អ្នកទេនោះចូលរាប់ថយក្រោយ3ថ្ងៃហើយអនុវត្តត្រង់ចំណុចនោះឡើងវិញម្ដងទៀតគោលប្រតិបត្តិខ្លះរចនាឡើងសម្រាប់ប្រើពេលព្រឹកឯខ្លះទៀតប្រើបានពេលមួយថ្ងៃដូច្នេះចូលអាននៅគោលប្រតិបត្តិដំបូងនៃថ្ងៃនីមួយៗនៅពេលព្រឹកគោលប្រតិបត្តិខ្លះត្រូវអានតាំងពីយប់ព្រោះវាត្រូវចាប់ផ្ដើមតាំងពីអ្នកភ្ញាក់ពីដំណេកហើយខ្ញុំនឹងប្រាប់ថាតើពេលណាគួរចាប់ផ្ដើមអនុវត្តអ្នកប្រហែលជាចង់ដឹងគោលប្រតិបត្តិសម្រាប់ថ្ងៃបន្ទាប់នៅមុនពេលចូលគេងដើម្បីបានត្រៀមខ្លួនបើដូច្នេះមែនសូមឲ្យប្រកាសចិត្តថាអ្នកនឹងស្ដាប់គោលប្រតិបត្តិនោះឡើងវិញម្ដងទៀតនៅពេលព្រឹកបើមិនចង់ធ្វើតាមគោលប្រតិបត្តិស័ក្តិសិទ្ធិទាំង28នេះជាលំដាប់លំដោយទេអ្នកអាចប្រើវិធីផ្សេងក៏បានអ្នកអាចជ្រើសរើសគោលប្រតិបត្តិស័ក្តិសិទ្ធិណាមួយដែលអ្នកយល់ថាវាសំខាន់ក្នុងជីវិតដែលអ្នកចង់ផ្លាស់ប្ដូរឬកែលម្អអ្នកអាចប្រើគោលប្រតិបត្តិនោះបន្តបន្ទាប់គ្នាប្រហែល3ថ្ងៃឬរាល់ថ្ងៃសម្រាប់មួយសប្តាហ៍ឬអ្នកអាចប្រើគោលប្រតិបត្តិស័ក្តិសិទ្ធិមួយក្នុងមួយសប្តាហ៍ឬ2ក្នុងមួយសប្តាហ៍ក៏បានចំណុចដែលខុសគ្នាគឺអ្នកត្រូវចំណាយពេលយូរជាងទម្រាំតែឃើញការផ្លាស់ប្ដូរក្នុងជីវិតនៅពេលបញ្ចប់គោលប្រតិបត្តិស័ក្តិសិទ្ធិទាំង28ថ្ងៃហើយអ្នកអាចជ្រើសអនុវត្តគោលប្រតិបត្តិខ្លះដើម្បីបន្ថែមភាពស័ក្តិសិទ្ធិនៅពេលណាដែលចាំបាច់ដូចជាដើម្បីសុខភាពលុយកាក់ឬនៅពេលអ្នកចង់បានការងារក្នុងក្តីសុបិនបង្កើតភាពជោគជ័យក្នុងការងារកែលម្អសម្ព័ន្ធភាពឬប្រសិនបើចង់បន្តគោលប្រតិបត្តិនៃការដឹងគុណអ្នកអាចបើកសៀវភៅនេះផ្សងមើលសិនបើបើកចំគោលប្រតិបត្តិមួយណាគឺគោលប្រតិបត្តិនោះហើយដែលអ្នកចង់ស្រូបទាញមកនោះទើបជាគោលប្រតិបត្តិដ៏ល្អបំផុតដែលអ្នកអាចអនុវត្តបានក្នុងថ្ងៃនោះជាចង់បញ្ចប់នៃគោលប្រតិបត្តិស័ក្តិសិទ្ធិទាំង28ថ្ងៃមានអនុសាសន៍នៃគោលប្រតិបត្តិដែលអ្នកអាចប្រើជាសង្ខេបបានហើយវានឹងជួយពន្លឿនឲ្យកើតរឿងស័ក្តិសិទ្ធិក្នុងជីវិតរបស់អ្នកតើអ្នកអនុវត្តការដឹងគុណច្រើនហួសពេកដែរឬទេអត់ទេតើជីវិតរបស់អ្នកស័ក្តិសិទ្ធិពេកឬទេកម្រណាស់ចូលអនុវត្តគោលប្រតិបត្តិម្ដងហើយម្ដងទៀតដើម្បីឲ្យការដឹងគុណជ្រាបចូលទៅក្នុងសតិសម្បញ្ញៈនិងក្លាយជាទម្លាប់មួយបែបថ្មីរបស់អ្នកបន្ទាប់ពីគ្រប់28ថ្ងៃហើយអ្នកនឹងរៀបចំប្រព័ន្ធខួរក្បាលបែបថ្មីផ្សំបណ្ដោះការដឹងគុណក្នុងចិត្តក្រោមលំនឹកនៃអនុសម្បញ្ញៈគឺកន្លែងរាប់ថាជារឿងទី1ដែលផុសចេញមកដោយស្វ័យប្រវត្តិទៅក្នុងចិត្តរបស់អ្នកនៅគ្រប់ស្ថានភាពភាពស័ក្តិសិទ្ធិដែលអ្នកបានជួបនឹងជាកម្លាំងបណ្ដាចិត្តដល់អ្នកព្រោះនៅពេលអ្នកបញ្ចូលការដឹងគុណទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកហើយនោះជីវិតរបស់អ្នកនឹងមិនខ្វះទស្សនីយភាពដ៏រំភើបឡើយគោលប្រតិបត្តិស័ក្តិសិទ្ធិជាច្រើនត្រូវរចនាឡើងមកដើម្បីធ្វើឲ្យសុបិនអ្នកខ្លាចជាការពិតដូច្នេះអ្នកត្រូវប្រកាសនៅអ្វីដែលអ្នកចង់បានពិតៗអង្គុយនៅមុខកុំព្យូទ័រឬក្រដាសនឹងប៊ិចហើយធ្វើបញ្ជីនៅអ្វីដែលអ្នកចង់បានពិតៗគ្រប់ជ្រុងនៃជីវិតចូលគិតឲ្យល្អិតល្អន់នៅអ្វីដែលអ្នកចង់បានចង់ធ្វើឬចង់មានក្នុងជីវិតទាំងផ្នែកទំនាក់ទំនងអាជីពការងារលុយកាក់សុខភាពនិងគ្រប់ផ្នែកដែលសំខាន់ចំពោះអ្នកត្រូវសរសេរឲ្យលម្អិតនិងចំតាមដែលអ្នកអាចធ្វើបាន
ចូលចាំថាការងាររបស់អ្នកគឺធ្វើបញ្ជីនៅអ្វីដែលអ្នកត្រូវការប៉ុណ្ណោះមិនមែនវិធីដែលអ្នកនឹងទទួលបានអ្វីដែលត្រូវការនោះទេពាក្យវិធីនឹងត្រូវប្រើសម្រាប់អ្នកនៅពេលការដឹងគុណចាប់ផ្ដើមដំណើរការបើអ្នកចង់បានការងារល្អឬការងារក្នុងសុបិនចូលគិតដល់អ្វីគ្រប់យ៉ាងចំពោះការងារដែលអ្នកចង់បានគិតដល់អ្វីដែលសំខាន់ចំពោះអ្នកដូចជាប្រភេទនៃការងារដែលអ្នកចង់ធ្វើអារម្មណ៍បែបណាក្នុងការធ្វើការងារដែលអ្នកចង់បានក្រុមហ៊ុនប្រភេទណាដែលអ្នកចង់ធ្វើការជាមួយមនុស្សប្រភេទណាដែលអ្នកចង់ធ្វើការជាមួយម៉ោងណាដែលអ្នកចង់ធ្វើចង់បានកន្លែងការងារនៅទីកន្លែងណាចង់បានប្រាក់ខែប៉ុន្មានចូលគិតឲ្យបានហ្មត់ចត់ច្បាស់លាស់ពីអ្វីដែលអ្នកចង់បានក្នុងការងារហើយកត់សេចក្តីលម្អិតទុកទាំងអស់បើអ្នកត្រូវការប្រាក់សម្រាប់ការសិក្សារបស់កូនចូលសរសេរលម្អិតអំពីការសិក្សារបស់ពួកគេដូចជាចង់ឲ្យពួកគេរៀននៅសាលាណាតម្លៃសិក្សាប៉ុន្មានតម្លៃសៀវភៅអាហារសម្លៀកបំពាក់និងថ្លៃធ្វើដំណើរប៉ុន្មានដើម្បីឲ្យអ្នកបានដឹងច្បាស់ថាតើចំនួនប្រាក់ប៉ុន្មានដែលអ្នកត្រូវការបើអ្នកចង់ធ្វើដំណើរកម្សាន្តចូលសរសេរលម្អិតពីប្រទេសផ្សេងដែលអ្នកចង់ទៅចង់ធ្វើដំណើរកម្សាន្តយូរប៉ុណ្ណាចង់ឃើញនឹងធ្វើអ្វីខ្លះចង់ស្នាក់នៅទីណានិងចង់ដើរលេងដោយវិធីអ្វីបើអ្នកចង់បានដៃគូដែលល្អចូលសរសេរលម្អិតពីលក្ខណៈសម្បត្តិរបស់មនុស្សដែលអ្នកចង់បានបើអ្នកចង់កែលម្អសម្ព័ន្ធភាពឲ្យល្អប្រសើរចូលសរសេរលម្អិតពីសម្ព័ន្ធភាពដែលអ្នកចង់កែលម្អថាតើអ្នកចង់ឲ្យសម្ព័ន្ធភាពនោះទៅជាបែបណាបើអ្នកចង់មានសុខភាពល្អឬសភាពរាងកាយរឹងមាំចូលតម្រង់ឲ្យចំផ្លូវដែលអ្នកចង់កែលម្អសុខភាពឬរាងកាយបើអ្នកចង់បានផ្ទះដូចក្នុងសុបិនចូលសរសេរលម្អិតគ្រប់យ៉ាងអំពីផ្ទះដែលអ្នកចង់បានពីបន្ទប់មួយទៅបន្ទប់មួយបើមានវត្ថុណាដែលអ្នកចង់បានដូចជាឡានសម្លៀកបំពាក់ឬរបស់ប្រើប្រាស់ផ្សេងចូលសរសេរចូលទៅបើអ្នកចង់ធ្វើអ្វីមួយឲ្យជោគជ័យដូចជាប្រឡងជាប់ទទួលបានសញ្ញាបត្រឈ្នះក្នុងការលេងកីឡាជោគជ័យក្នុងអាជីពជាតន្ត្រីករពេទ្យអ្នកនិពន្ធអ្នកសម្ដែងអ្នកវិទ្យាសាស្ត្រឬធុរជនឬអ្វីក៏ដោយដែលអ្នកចង់ធ្វើឲ្យសម្រេចចូលសរសេរចូលទៅសរសេរឲ្យជាក់លាក់ជាទីបំផុតតាមដែលអាចធ្វើបានខ្ញុំសូមជំរុញយ៉ាងខ្លាំងក្លាឲ្យអ្នកថែរក្សាបញ្ជីសុបិនរបស់អ្នករហូតពេញមួយជីវិតចូលសរសេររឿងតូចរឿងធំឬរឿងដែលអ្នកចង់បាននៅពេលនេះខែនេះឬឆ្នាំនេះចូលទៅនៅពេលអ្នកគិតឃើញអ្វីផ្សេងទៀតចូលសរសេរវាទៅក្នុងបញ្ជីនៅពេលបានសម្រេចរឿងណាមួយហើយចូលលុបចំណុចនោះចោលវិធីងាយក្នុងការធ្វើបញ្ជីនៅអ្វីដែលអ្នកចង់បានគឺបែងចែកជាចំណងជើងធំដូចជាសុខភាពនិងរាងកាយលុយកាក់អាជីពនិងការងារសម្ព័ន្ធភាពសេចក្តីប្រាថ្នាផ្ទាល់ខ្លួនរបស់របរជាដុំកំភួនបន្ទាប់មកសរសេរលម្អិតបន្ថែមនៅអ្វីដែលអ្នកចង់បានចូលទៅក្នុងចំណងជើងធំនីមួយនោះនៅពេលប្រកាសចិត្តហើយថាអ្នកត្រូវការអ្វីគឺអ្នកកំពុងតែស្វែងរកវិធីចង់បានធម៌ពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីផ្លាស់ប្ដូរជីវិតហើយអ្នកនឹងត្រៀមជាស្រេចក្នុងការចាប់ផ្ដើមការផ្សងព្រេងដែលគួរឲ្យរំភើបនិងរំជួលចិត្តជាទីបំផុតដែលអ្នកមិនធ្លាប់ជួបកន្លងមកពេលខ្ញុំចាប់ផ្ដើមគិតដល់រឿងល្អៗក្នុងជីវិតខ្ញុំទាំងមូលក៏ប្រះងើបឡើងវិញអ្នកប្រហែលជាធ្លាប់ឮគេនិយាយថាចូលគិតដល់តែរឿងល្អៗក្នុងជីវិតពេលអ្នកគិតដល់រឿងដែលអ្នកមានអារម្មណ៍ដឹងគុណជាការពិតវាជាអ្វីដែលអ្នកកំពុងធ្វើតែអ្វីដែលអ្នកមិនទាន់ដឹងគឺការគិតដល់រឿងល្អៗក្នុងជីវិតគឺជាគោលប្រតិបត្តិដ៏មានថាមពលបំផុតដែលអ្នកមិនធ្លាប់ធ្វើហើយវានឹងកែប្រែជីវិតទាំងមូលរបស់អ្នកយ៉ាងមហស្ចារ្យពេលអ្នកដឹងគុណអ្វីដែលអ្នកមានមិនថាតូចកម្រិតណាអ្នកនឹងឃើញថារឿងទាំងនោះនឹងកើនឡើងភ្លាមបើអ្នកដឹងគុណប្រាក់ដែលអ្នកកំពុងមានទោះតិចតួចក្តីអ្នកនឹងឃើញប្រាក់កើនឡើងយ៉ាងមហស្ចារ្យបើអ្នកដឹងគុណសម្ព័ន្ធភាពទោះវាមិនល្អណាស់ណាក៏នឹងស្ដែងឲ្យឃើញថាសម្ព័ន្ធភាពប្រែជាល្អយ៉ាងមហស្ចារ្យបើអ្នកដឹងគុណការងារដែលកំពុងធ្វើទោះបីមិនមែនជាការងារក្នុងក្តីសុបិនក្តីតែរឿងនឹងចាប់ផ្ដើមផ្លាស់ប្ដូរធ្វើឲ្យអ្នករីករាយនឹងការងាររបស់ខ្លួនកាន់តែខ្លាំងហើយគ្រប់ឱកាសល្អសម្រាប់ការងាររបស់អ្នកនឹងស្ដែងឡើងភ្លាមតែ
ប្រសិនបើអ្នកមិនគិតដល់រឿងល្អៗក្នុងជីវិតអ្នកអាចធ្លាក់ក្នុងអន្លង់គិតរឿងអវិជ្ជមានក្នុងជីវិតដោយអចេតនាយើងគិតដល់រឿងអវិជ្ជមាននៅពេលនិយាយដល់រឿងដែលយើងគ្មានយើងគិតដល់រឿងអវិជ្ជមានពេលរិះគន់ឬចាប់កំហុសអ្នកដទៃពេលរអ៊ូរឿងចរាចរណ៍ពេលចូលក្នុងជួររងចាំភាពយឺតយ៉ាវរដ្ឋាភិបាលការមានប្រាក់មិនគ្រប់ឬរឿងអាកាសធាតុជាដើមពេលអ្នកគិតដល់រឿងអវិជ្ជមានទាំងនោះក៏នឹងកើនឡើងជាងនេះទៅទៀតការគិតតែរឿងអវិជ្ជមានគ្រប់ពេលវេលាស្មើនឹងយើងកំពុងបដិសេធរឿងល្អៗដែលនឹងមករកយើង